ជំរាបសួរមកឲ្យបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងខ្មោច2សូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរថ្ងៃនេះសូមអត់ចេញមកមួយថ្ងៃហើយដោយសារតែអត់សូវស្រួលក្នុងខ្លួនហើយក៏មិនមានពេលវេលាច្រើនក្នុងការរៀបចំកន្លែងថតអញ្ចឹងក៏ direct យកតែម្ដងសង្ឃឹមថាបងប្អូនបានស្ដាប់ជាការកំសាន្តនៅថ្ងៃច័ន្ទដើមទ្រពមុននឹងចូលទៅដល់សាច់រឿងក៏សូមជូនពរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ទាំងក្នុងនិងក្រៅប្រទេសឲ្យមានសុខភាពល្អសំណាងល្អមានសិរីសួស្តីនិងទៅណាមកណាប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យបងប្អូនរងចាំនៅសាច់រឿងយូរយើងចូលទៅដល់សាច់រឿងរបស់យើងនៅក្នុងថ្ងៃនេះតែម្ដងសម្រាប់សាច់រឿងមួយនេះខ្ញុំបានមកពី content creator ឬក៏អ្នកដែលបង្កើតមាតិកាបែបបោះតង់បានន័យថាជើងចាស់មួយច្រឡំអតីតកាលដែលគាត់មានបទពិសោធន៍ក្នុងការដែលគាត់ចូលបរិយាបោះតង់ច្រើនកន្លែងមែនតើហើយបើនិយាយពីរឿងជួបពពួកអមនុស្សវិញក៏អត់សូវដែរជួបប្រមាណដែរហើយម្ចាស់សាច់រឿងឯនេះគឺមានឈ្មោះថាវុធីបងវុធីហើយកាលដែលគាត់នឹងលើកយកមកដំណើរនៅសាច់រឿងនេះគឺជួបនៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងភ្នំមួយកន្លែងដែលគាត់និយាយថាគាត់ទៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមានឈ្មោះថាសានហើយនឹងអ្នកនៅក្នុងតំបន់នោះម្នាក់ទៀតដែលមានឈ្មោះថាភូផែនដែលបងវុធីក៏បានចែករំលែកមកកាន់ខ្ញុំរឿងរ៉ាវនេះកើតឡើងចំពោះគាត់តាំងពីឆ្នាំ2014មកម្លេះកាលពីជំនាន់គាត់នៅប្រទេសកម្ពុជារបស់យើងពេលបច្ចុប្បន្ននេះគាត់នៅប្រទេសអូស្ត្រាលីហើយបងវុធីគាត់បានចែករំលែករឿងរ៉ាវនេះមិនមែនបង្លាចឬក៏បង្អាក់នៃការធ្វើដំណើរចូលចិត្តផ្សងព្រេងបោះតង់អីរបស់បងប្អូនទេក៏ប៉ុន្តែគាត់ចែករំលែកដើម្បីបងប្អូនទុកជាបទពិសោធន៍ហើយស្ដាប់ជាការកំសាន្តតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនកុំទៅភ័យខ្លាចឬក៏រន្ធត់លែងហ៊ានទៅព្រៃលែងហ៊ានដើរលេងអញ្ចឹងណាអញ្ចឹងបងវុធីគាត់និយាយថាពេលហ្នឹងគឺគម្រោងរបស់គាត់មិនមែនតែខេត្តកំពង់ស្ពឺទេគឺទៅខេត្តកោះកុងតែដោយសារតែពេលនោះគ្នារបស់គាត់ពីរនាក់ទៀតដែលមានគម្រោងទៅមួយគ្នាហ្នឹងគឺអវត្តមានដោយសារតែមានបញ្ហាតាក់ទងទៅនឹងសុខភាពខ្លះទៅអីខ្លះទៅអញ្ចឹងពួកគាត់គិតថាបើសិនជាទៅខាងកោះកុងវាឆ្ងាយហើយវាត្រូវចំណាយពេលច្រើនណាមួយផ្លូវទៅកោះកុងពេលហ្នឹងក៏អត់ស្រួលដែរអញ្ចឹងពួកគាត់ទាំងពីរនាក់យើងនិយាយពីរនាក់សិនព្រោះអត់ទាន់ចូលទៅដល់ខេត្តកំពង់ស្ពឺទេអញ្ចឹងគឺគាត់សម្រេចចិត្តថាទៅកំពង់ស្ពឺតែម្ដងដោយពួកគាត់ក៏ធ្លាប់ទៅបានម្ដងពីរដងដែរតែទៅតំបន់ដែលគេទៅគាត់ចង់ទៅតំបន់ណាដែលគេមិនសូវទៅអញ្ចឹងនៅពេលដែលគាត់ទៅដល់ភូមិស្រុកនៅម្ដុំខេត្តកំពង់ស្ពឺហ្នឹងគាត់ក៏បានជួបនឹងពូម្នាក់ឈ្មោះថាពូផែនដែលពូផែនគាត់ជាអ្នកស្រុកអ្នកភូមិនៅហ្នឹងគាត់ជាអ្នកដែលរកឈើរករបស់អីផ្សេងនៅក្នុងតំបន់ដែលគាត់រស់នៅហ្នឹងណាអញ្ចឹងបងវុធីនិងបងសានក៏ទៅដល់គាត់ក៏សួរណែនាំថាពូមានកន្លែងណាដែលគេមិនធ្លាប់ទៅអត់ហើយកន្លែងណាដែលមិនតតែណាពូផែនគាត់និយាយថាបើសិនជាចង់ទៅកន្លែងថ្មីមានតែទៅវាលខ្មោចវិញដល់ពេលអញ្ចឹងណាវាលខ្មោចតៃហោងវិញអញ្ចឹងគាត់ថាកន្លែងហ្នឹងចាំមិនទៅពូគាត់តែលឺហ្នឹងបះរោមបាត់ហ្នឹងគាត់ថាកន្លែងហ្នឹងអត់មានណាគេហ៊ានទៅទេសំបីតែពេលថ្ងៃក៏មិនសូវជាមានអ្នកហ៊ានដើរកាត់តំបន់ហ្នឹងដែរហើយក៏មិនដែលមានអ្នកណាហ៊ានទៅដេកទៅនឹងដែរព្រោះគេល្បីតគ្នាថាមានខ្មោចតៃហោងដែលវែងផ្លូវស្លាប់នៅកន្លែងហ្នឹងមនុស្សពីដើមណាដែលធ្លាប់វែងផ្លូវហើយវែងរហូតដល់ដាច់បាយដាច់ទឹកស្លាប់នៅកន្លែងវាលវែងហ្នឹងអញ្ចឹងគេហៅកន្លែងហ្នឹងថាវាលខ្មោចវែងឬក៏វាលតៃហោងវែងអញ្ចឹងកន្លែងហ្នឹងគឺថ្មីហ្មងអត់ទាន់មានណាគេហ៊ានទៅដេកបោះតង់ឬក៏អីទេបងសានក៏ថាដូចអត់សូវស្រួលទេពូអញ្ចឹងមានកន្លែងណាផ្សេងអត់ក៏ថាមានមួយទៀតមានពយមួយទៀតអញ្ចឹងក៏ថាអញ្ចឹងទៅពយហ្នឹងទៅតែពយហ្នឹងក៏ត្រូវដើរកាត់កន្លែងវាលខ្មោចវែងហ្នឹងដែរឬក៏វាលតៃហោងហ្នឹងដែរអញ្ចឹងពួកគាត់ក៏បញ្ញាក្នុងការចេញដំណើរស្រោតឲ្យបានទៅពេលថ្ងៃដើម្បីទៅដល់ហ្នឹងពេលរសៀលឬក៏ពេលល្ងាចមុនថ្ងៃលិចអីចឹងទៅអញ្ចឹងនៅពេលដែលដើរតាមផ្លូវតម្រង់ទៅកន្លែងនៃគាត់ត្រូវបោះតង់សម្រាប់ថតវីដេអូថតអីហ្នឹងបង
ប្រុសម្នាក់ដែលមានឈ្មោះថាពូម្នាក់ដែលមានឈ្មោះថាពូផែនហ្នឹងគាត់តែងតែប្រាប់ផ្លូវទៅកាន់បងវិធីហើយនឹងបងសានអញ្ចឹងណាថានេះជាផ្លូវដែលមានតែមួយគត់ដែលយើងអាចដើរទៅរកភូមិបានហើយចំណាំដើមឈើធំព្រោះពេលដែលយើងឡើងទៅដល់លើជំរាលទីខ្ពស់កន្លែងណាក៏យើងអាចមើលឃើញដើមឈើនឹងដែរគឺជាប្រភេទដើមជ្រៃប្រភេទដើមអីដែរអាចនិយាយបានថាវាមិនសូវជាច្រឡំមួយគេណាដូចជាឧទាហរណ៍តែយើងមើលទៅដើមប្រេងខ្យល់ឬក៏ដើមអីដែលវាមានស្លឹករាងខៀវហើយមើលដើមទៅរាងបែកសវារាងខ្ពស់ជាងគេមានដើមជ្រៃវារាងធំវារាងកទ្រុបជាងគេមើលពីលើមកយើងស្រួលចំណាំអញ្ចឹងបើសិនជាយើងវែងគ្នាបើសិនជាយើងអីយើងព្យាយាមរត់រកដើមឈើណាដែលខុសគេដើម្បីងាយស្រួលក្នុងការតំណែងក្នុងការទៅយកគ្នាឬក៏ចំណាំងាយកុំទៅរកកន្លែងណាដែលឧទាហរណ៍ថាមានមានទឹកអីចឹងយើងពិបាកព្រោះយើងមើលពីលើទៅអត់ឃើញហើយកន្លែងខ្លះក៏មិនតិចដែរអីវាច្រើនបើដើមឈើហ្នឹងយើងដឹងតែបើសិនជាយើងវិញតែម្ដុំហ្នឹងហើយម្ដុំហ្នឹងមានអីមានដើមឈើទាលមានដើមជ្រៃមានដើមប្រេងខ្យល់មានដើមអីចឹងណាអញ្ចឹងយើងរកតំបន់ហ្នឹងចឹងទៅអញ្ចឹងគាត់ចេះតែនិយាយប្រាប់រហូតពេលដើរធ្វើដំណើរទៅរហូតដល់ពេលល្ងាចខ្ទង់ម៉ោង3ជាងម៉ោង4ស្រាប់តែគាត់ទៅដល់តំបន់ដែលយើងដឹងថាជាតំបន់វាលវង្វេងឬក៏វាលខ្មោចតៃហោងនឹងឯងដល់តំបន់ហ្នឹងភ្លាមវាហាក់ដូចជាតាក់ទាញចិត្តណាដើរទៅដល់តំបន់ហ្នឹងភ្លាមបងសានដែលជាដៃគូបងវិធីម្ចាស់សាច់រឿងនេះគាត់និយាយថាអាធីកន្លែងនេះខ្លាចតែឈ្មោះតែកន្លែងស្អាតមែនបងវិធីគាត់និយាយចឹងណាគាត់និយាយថាបងសានគាត់និយាយចឹងដល់បងវិធីថាអញអត់ចង់នៅហ្នឹងអញមានអារម្មណ៍ថាឈរនៅហ្នឹងដូចព្រឺឆ្អឹងខ្នងដូចតិចមិនដឹងទេបងសានតែអត់ទេហើយចេះតែអញ្ចឹងអញមានអារម្មណ៍ថាកន្លែងហ្នឹងបើសិនជាយើងបោះតង់យើងថតអីស្រួលហ្មងហើយវាមើលឃើញទីធ្លាជុំវិញយើងច្រើនមើលទៅស្អាតមានអារម្មណ៍ថាដូចនៅវាលស្មៅនៅតាណាមួយឬក៏នៅកន្លែងណាដែលស្អាតដែលគេរៀបចំអីចឹងណាអញគិតថានៅហ្នឹងខ្ជិលដើរទៅទៀតល្ងាចហើយពូផែនក៏និយាយថាអត់ទេអូនមិនមកទៅតិចទៀតទៅដើរតែ1ម៉ោងទៀតដល់ហើយมันឆ្ងាយពីគ្នាអីប្រហែលទេមិនស្រួលហ្នឹងតើ1ម៉ោងផងអូនឯងដើរលឿនអញ្ចឹងបងសាននៅអញ្ចឹងនៅថាអត់ទេពូចង់នៅនឹងខ្ញុំចាំតិចចឹងខ្ញុំឡើងដ្រូនតិចសិនបងវិធីក៏ដាក់សម្ភារៈរបស់គាត់ចុះអញ្ចឹងទៅពូផែនក៏ដាក់ចុះអញ្ចឹងទៅក៏អង្គុយក៏គិតថាបងសានប្រហែលជាមិនទៅនៅហ្នឹងអញ្ចឹងគាត់ក៏ដាក់របស់ចុះអញ្ចឹងទៅហើយបងសានហ្នឹងក៏ចាប់ផ្ដើមឡើងដ្រូនរបស់គាត់តែជំនាន់ហ្នឹងយើងគិតថាប្រហែលជាដ្រូនមិនសូវជាមានទេអាចនិយាយបានថាសឹងថាគ្មានតែម្ដងនៅស្រុកយើងកម្រមែនទេតែបងសានមានដោយសារតែគាត់គឺជាកាមេរ៉ាមែនហើយគាត់ក៏មិនមែនយកដ្រូនតខ្លួនដែរគឺជាដ្រូននៅកន្លែងធ្វើការរបស់គាត់ទៅទេអញ្ចឹងនៅពេលដែលឡើងដ្រូនភ្លាមគាត់ចាប់ផ្ដើមហោះមើលបរិវេណជុំវិញហ្នឹងគាត់មើលទៅគាត់ឃើញថាស្អាតហើយរឿងខ្ពស់ជាងគេអញ្ចឹងណាដល់ពេលដែលឡើងដ្រូនហ្នឹងស្រាប់តែគាត់ឡើងទៅឆ្ងាយនិយាយរួមទៅកន្លង2-3ជុំហ្នឹងស្រាប់តែពេលដែលគាត់ហោះត្រឡប់មកវិញនៅមិនឆ្ងាយពីតំបន់នៃកន្លែងគាត់សម្រាកទេបងសានក៏អត់មាននិយាយប្រាប់បងវិធីពូផែនអីពេលហ្នឹងទេគាត់និយាយពេលក្រោយតែខ្ញុំនិយាយឲ្យបានមុនដោយសារអីចេះដើម្បីឲ្យបងប្អូនងាយយល់ថាមូលហេតុអីបានគាត់នៅសម្រាប់នៅហ្នឹងពេលដែលគាត់ហោះត្រឡប់មកវិញបងសានគាត់និយាយថាគាត់បានឃើញសមោលមិនសមោលទេគឺរូបរាងមនុស្សស្រីម្នាក់ឈរនៅក្បែរដើមឈើហើយក្នុងសភាពបែបឈរនឹងថ្មឹងអញ្ចឹងណាហើយបើតាមតែមើលទៅមនុស្សស្រីហ្នឹងខ្ពស់ស្រឡះហើយតតាប់កសែងពណ៌សហើយនឹងសពុតពណ៌សបើជើងគិតទៅហ្នឹងគឺភិនភាកខ្មោចហ្នឹងឯងកំពុងតែឈរនៅក្បែរដើមឈើមួយដែលនៅមិនឆ្ងាយពីកន្លែងដែលគាត់សម្រាប់គាត់ព្យាយាមមើលពី3ដងហើយគាត់ព្យាយាមក្នុងការហោះដ្រូនទៅគៀកចុះទៅក្រោមតែគាត់អត់អាចចុះបានដោយសារតែមែកឈើគាត់បានត្រឹមតែកវ៉ែលមើលតែម្នាក់ឯងមកសតុបានគាត់ហោះដ្រូនត្រឡប់មកវិញពេលដែលគាត់ហោះដ្រូនត្រឡប់មកវិញគាត់ក៏ប្រាប់ទៅកាន់បងវិធីហើយនឹងពូផែនថាតោះយើងទៅមុខទៀតបងវិធីថាអញខ្ជិលតែដាក់អីវ៉ាន់អញខ្ជិលលើកវិញធ្ងន់ណាស់ហើយណាមួយ
តែនៅហ្នឹងតែវាគ្មានអីទេមានខុសគ្នាប្រហែលទេពូផែនក៏គាត់អត់បានមាត់អីដែរអញ្ចឹងពួកគាត់ចាប់ផ្ដើមក្នុងការរៀបចំ set up តង់របស់គាត់ដែលយកទៅហ្នឹងដើម្បីសម្រាកតង់គឺមាន2តង់ពូផែន1តង់បងវុធីជាមួយនឹងបងសាន1ដែលគេងគ្នា2នាក់កំឡុងពេលហ្នឹងពេលដែលរៀបចំតង់ពេលដែលរៀបចំធ្វើម្ហូបអីហូបហើយបើន័យថាម្ហូបមិនមែនគាត់ធ្វើទេបើន័យថាគាត់គ្រាន់តែធ្វើសម្រាប់ថតអីធម្មតាទេក៏ប៉ុន្តែគាត់យកពីភូមិពីផ្ទះទៅដែរអញ្ចឹងកំឡុងពេលដែលហូបអីហើយដូចជាគ្មានអីទេពួកគាត់ក៏សម្រេចចិត្តថាចូលតង់រៀងៗខ្លួនទៅបញ្ចប់ការថតបញ្ចប់ការជជែកគ្នាបញ្ចប់ការនិយាយគ្នាអីធំប៉ុណ្ណឹងម៉ោងប្រហែលជាខ្ទង់11យប់ពេលហ្នឹងគឺបងវុធីជាមួយនឹងបងសាននេះហ្នឹងគឺគាត់ដូចជាអត់ទាន់សម្រានទេអត់ទាន់គេងទេតែបើពូផែនវិញប្រហែលជាគាត់សម្រានដែរអញ្ចឹងកំឡុងពេលដែលគាត់នៅជជែកនិយាយលេងមួយគ្នាមើលទូរស័ព្ទមើលអីចឹងណាម៉ោង11ជាងបងប្អូនស្រាប់តែគាត់ឮសំឡេងស្រែកឲ្យជួយរបៀបថាជួយផងជួយកូនខ្ញុំផងល្ងាណាស់ជួយផងរបៀបថាសំឡេងដែលស្រែកមកតាមខ្យល់ល្វើយធ្វើឲ្យពួកគាត់ទាំងពីរនាក់ហ្នឹងលឺទាំងបងវុធីទាំងបងសានដល់ពេលអញ្ចឹងបងវុធីនេះចាប់ផ្ដើមស្ទុះងើបភ្លាមមកនៅក្នុងតង់ណាគាត់ស្ទុះងើបហើយគាត់សវ៉ារកកាមេរ៉ាជាមួយនឹងពិលពេលហ្នឹងបងសានក៏សួរថាហីទៅណាបងវុធីថាឮសំឡេងគេស្រែកឲ្យជួយប្រយ័ត្នខ្លាចពីណាគេវែងអញ្ចឹងណាព្រោះស្ដាប់ទៅសំឡេងមនុស្សស្រីរីឯបងសានវិញគាត់នឹកឃើញដល់រឿងកាលពីល្ងាចមិញភ្លាមគាត់ប្រាប់បងវុធីថាអទីកុំចាញ់បាច់ចាញ់បងវុធីថាមិនចាញ់មិនអាណិតគ្នាយប់ហើយមិនដឹងតែគ្នាមកពីណាវែងព្រៃវែងអីរូតតងខ្វោករៀបបំរុងនឹងចាញ់ហើយស្រាប់តែឃើញពូផែននេះឈរមកតង់ស្រែកសម្លុតទៅកាន់បងវុធីថាអត់ចាញ់ទេទីអីកុំចាញ់ឲ្យសោះវាមិនមែនជាមនុស្សទេវាជាអរិយព្រៃវាជាខ្មោចព្រៃទេពពួកតៃហោងទាំងអស់ហ្នឹងគឺវានៅកន្លែងហ្នឹងឯងដូចខ្ញុំបានប្រាប់វុធីអីថាកន្លែងហ្នឹងគេហៅថាវាលខ្មោចវែងឬក៏វាលតៃហោងវុធីឲ្យចូលទៅវិញភ្លាមអត់ចាញ់ណាអត់ចាញ់ទេរូតតង់បិទហើយចូលទៅសងំស្រាប់តែគាត់អត់ចាញ់ហើយពូផែនក៏ចូលក្នុងតង់វិញមកសទុះធំប្រហែលជាចូលខ្ទង់ចិត្តកន្លះម៉ោងស្រាប់តែអាសលេងស្រែកឲ្យជួយសលេងស្រែកយំអីហ្នឹងណាវាស្ងាត់ទៅវិញគាត់គិតថាប្រហែលជាលេងអីហ៎មកតែយើងបានសម្រាប់ស្រាប់តែមិនទាន់បានផ្លិចខ្លួនផងបងប្អូនស្រាប់តែឮសំឡេងនៅគៀកមែនតើណាអាសំឡេងមកកំហោកថាអាធីចេញមកភ្លាមអាធីចេញអាធីហើយចេញមកភ្លាមសំឡេងហ្នឹងគឺសំឡេងមនុស្សស្រីតែសំឡេងបែបកំហោកហើយបើនិយាយពីបរិយាកាសជុំវិញតង់របស់គាត់វិញយើងអាចនិយាយងាយយល់ថាអង្គើព្រៃសំបីតែតង់ដែលបងវុធីរួមជាមួយនឹងបងសានដេកហ្នឹងក៏ស្ទឹងតែដាច់ជាពីរដែរគឺញ័រដូចមានមនុស្សទាញតង់ចឹងដូចមនុស្សមកទ្រុំដី4 10 20នាក់ជុំវិញតង់របស់ពួកគាត់គូលន់គុកហើយបើនិយាយពីបរិយាកាសជុំវិញគូខ្យល់កត្រក់វុបនិយាយរួមទៅបងប្អូនគឺយើងដូចស្ថិតនៅក្នុងតំបន់ដែលគេគ្រប់គ្រងចឹងអញ្ចឹងគេសឹងធ្វើអីគ្រប់យ៉ាងក៏បានមកលើយើងដែរបើសិនជារាសីយើងទៀបជាងគេតែបន្តិចកំឡុងពេលនឹងដែរសំឡេងស្រែកហៅបងវុធីហើយនឹងបងសានគឺកាន់តែលឺមុនដំបូងហៅតែវុធីចេញមកអញចាំឯងវុធីវុធីដល់ពេលយូរទៅលឺទាំងវុធីទាំងសានស្រែកឲ្យរំពងប្រៃតែអត់មានលឺឈ្មោះពូផែនទេកំឡុងពេលដែលបរិយាកាសកំពុងតែវឹកវរសំឡេងស្រែកលឺសឹងតែគៀកតែជារួមជាមួយនឹងខ្យល់កត្រក់វុបហ្នឹងបងប្អូនស្រាប់តែបានឃើញដៃមួយលូកចូលមកក្នុងតង់របស់គាត់ហើយរូតបើករូតតង់របស់គាត់ពេលហ្នឹងបងវុធីឲ្យបងសានភ័យសឹងថាលេចនោមដាក់ខោតែពេលដែលបើកចេញមកគឺជាពូផែនទេពូផែនគាត់បានចូលមកដល់ក្នុងតង់បងវុធីជាមួយនឹងបងសានហើយគាត់យកអំបោះពណ៌សអំបោះចងដៃពណ៌សណាមកចងលើដៃបងវុធីឲ្យបងសានហើយគាត់សោតរហូតគាត់ចងគាត់ថាកុំឆ្លោយសោះកុំឆ្លោយដាច់ខាតពីរនាក់កុំឆ្លោយដាច់ខាតគាត់ចងអំបោះសនឹងហើយបងប្អូនទាំងអស់គ្នាគាត់ប្រាប់ទៀតថាកុំឲ្យឆ្លោយហើយកុំឲ្យចេញពីតង់ដាច់ខាតបើសិនជាភ័យខ្លាំងបិទភ្នែកហើយទិញសូត្រធម៌នមោទសៈឬក៏នឹកគុណពុទ្ធពធប្រសង់គុណមេត្តាបៃតាហើយកុំខ្វល់ពីរឿងអីទាំងអស់គឺអង្គុយបិទភ្នែកបើយើងនិយាយទៅគឺសមាធិកុំគិតរឿងរ៉ាវអីជុំវិញខ្លួនដែលបានកើតឡើង
ដោយសារតែការអត់ធ្មត់ការស៊ូទ្រាំរបស់គាត់មកសន្ទុះធំហ្នឹងវាដូចជាអត់មានបានផលបងវុធីនេះគាត់និយាយថាគាត់ចង់ដឹងថាវាជាស្អីឲ្យប្រកាសវាមិនដែលអមនុស្សណាមកឈ្នះមនុស្សណាគាត់មិនដែលជឿរឿងហ្នឹងទេគាត់និយាយរួមទៅគាត់មិនដែលជឿថាវាខ្លាំងជាងមនុស្សឬក៏អីណាគាត់បើកភ្នែកហើយគាត់បដិញ្ញាចិត្តថាគាត់នឹងចេញពីតង់ចង់ដឹងថាវាទៅជាស្អីទៅវិញគាត់បើកភ្នែកហើយគាត់ស្រែកថាអាណាគេហាអាណាគេគាត់ស្រែកទាំងកំហឹងអញ្ចឹងណាកំឡុងពេលស្រែកនឹងបងប្អូនស្រាប់តែមានសមោខ្មៅស្ទង់មួយគឺបុកចូលតង់របស់គាត់បុកគាត់មានអារម្មណ៍ថាមានស្អីមួយមកផ្ទប់មួយគាត់ថាដូចកម្លាំងខ្យល់ហើយឬក៏សមោលខ្មៅអីមួយមកផ្ទប់ខ្លួនគាត់ធ្វើឲ្យតង់របស់គាត់ហ្នឹងគឺអាយះចេញជាពីរហ្មងគឺលហែកចេញជាពីរដូចគេចាប់ហែកចឹងបងប្អូនទាំងអស់គ្នាពេលនោះអាចថាស្មារតីរបស់ពួកគាត់ទាំងពីរទាំងបងវុធីទាំងបងសានគាត់នៅមានកំឡុងពេលដែលគាត់មានអារម្មណ៍ថាតង់គាត់លហែកជាពីរហើយគាត់សម្លឹងមើលជុំវិញខ្លួនរបស់គាត់ហ្នឹងគឺឃើញសមោលខ្មៅស្ទង់ខ្ពស់មែនតើកំពុងតែនៅជុំវិញរបស់គាត់ពួកគាត់ចាប់ដើមរត់បងប្អូនពេលកំឡុងពេលដែលគាត់រត់ហ្នឹងគាត់ឮសំឡេងស្រែកនៅត្រចៀករបស់គាត់ថាទៅដើមជ្រៃព្រោះគាត់ចាំថានៅដើមជ្រៃហ្នឹងមានខ្ទមអ្នកតាមួយអញ្ចឹងគាត់ឮសំឡេងស្រែកដាក់ត្រចៀករបស់គាត់ណាដូចសំឡេងរបស់ពូផែនអញ្ចឹងទៅដើមជ្រៃគាត់ក៏លេចមកក្រោយមើលគាត់រត់បដៅគាត់ក៏លេចមកថាពីណាគេស្រែកនៅខាងក្រៅគាត់ដល់ពេលគាត់មើលមកអត់ឃើញពូផែនទេឃើញតែសមោកខ្មៅដូចមានអារម្មណ៍ថាដូចសត្វតោសត្វខ្លាអញ្ចឹងណាកំពុងតែរត់ដេញតាមតបាក់គាត់ពីក្រោយគាត់ព្យាយាមរត់ទាំងពីរនាក់មិនន័យថារត់ព្យាយាមមិនឲ្យបែកគ្នាទេរត់សឹងតែដាច់ខ្យល់បងប្អូនទាំងអស់គ្នាទំមតែទៅដល់ដើមជ្រៃពេលដែលទៅដល់ក្រោមដើមជ្រៃហ្នឹងស្រាប់តែខ្យល់ហ្នឹងវាស្ងាត់ទៅវិញធម្មតាតែកំឡុងពេលហ្នឹងគាត់បានឃើញពូផែនគឺដើរតាមក្រោយពួកគាត់មកពេលហ្នឹងបងប្អូនទាំងអស់គ្នាគឺពូផែនគាត់ដើរតាមក្រោយមកធ្វើដូចធម្មតាតែបើនិយាយពីមុខរបស់គាត់វិញគឺកំពុងតែភ័យទៅមកដល់ថងចំណុចដើមជ្រៃនឹងជុំគ្នាពូផែនគាត់ក៏បានយកធូប3តសៃដែលនៅក្នុងថង់យាមរបស់គាត់យកមកអុជនៅកន្លែងខ្ទមអ្នកតាហ្នឹងហើយគាត់និយាយប្រាប់ថាលោកតាអើយជួយកូនចៅផងខ្មោចព្រៃកំពុងតែព្យាយាមមកយកកូនចៅហើយអញ្ចឹងកូនចៅសុំទីតាំងជារង្វង់នៃដើមជ្រៃរបស់លោកតានេះធ្វើជាខណ្ឌសីមាហើយសូមលោកតាជួយកូនចៅការពារឲ្យកូនចៅស្នាក់នៅទីកន្លែងហ្នឹងឲ្យបានសុខរហូតដល់ព្រឹកកូនចៅនឹងចេញត្រឡប់ទៅវិញហើយបងប្អូនកំឡុងពេលដែលនិយាយភ្លាមហ្នឹងបងសានប្រហែលជាគាត់ភ័យគាត់ពេកគឺគាត់ស្លាប់ឈឹងមកគឺគាត់ស្លាប់ដេកឈឹងកោយនៅលើឫសដើមជ្រៃហ្នឹងរីឯបងវុធីរួមជាមួយនឹងពូផែនគឺអង្គុយនៅក្បែរភ្នក់ភ្លើងដែលពួកគាត់ប្រកាសនៅកន្លែងដើមជ្រៃនឹងរហូតដល់ភ្លឺក៏ប៉ុន្តែតម្រាំតែភ្លឺគឺមានរឿងច្រើនដែលគាត់ឃើញបងប្អូនកំពុងតែអង្គុយសក់បងវុធីគាត់និយាយថាគឺ3កូនមកតែម្ដងក្នុងសភាពមួយដែលមើលទៅគឺគួរឲ្យខ្លាចមែនតើខ្លួនប្រាណនឹងគឺមើលសឹងតែមិនជល់ដើរចេញពីព្រៃមកគឺខ្មៅស្ទង់តែយើងអាចមើលឃើញនៅសភាពរូបរាងដែលគួរឲ្យខ្លាចពួកគាត់ណាឈរមើលមកបងវុធីមកសតុះទៀតទៅជាប្រែខ្លួនទៅជាសត្វព្រៃទៅជាអីតែបើយើងនិយាយមកជាសត្វព្រៃយើងអត់ខ្លាចទេណាតែបើមកស្រស់គឺគាត់ខ្លាចហើយគាត់ថាកពស់អត់មានក្រោម3ម៉ែត្រទេគឺខ្ពស់មែនតើធំមែនតើខុសពីមនុស្សយើងធម្មតាដែលឲ្យគាត់ឃើញហើយគាត់បាននិយាយលេងតិចតួចជាមួយនឹងពូផែនគាត់ថាគាត់អត់ដែលដេកនៅតំបន់វានឹងដែរតែគាត់គិតថាវាមិនអីដូចគ្នាបានគាត់សម្រេចចិត្តថាឲ្យដេកទៅបើគាត់ដឹងថាដេកទៅវាអីចឹងគាត់ក៏មិនឲ្យដេកដែរហើយគាត់ធ្លាប់តែលើចាស់និយាយដែរគាត់ក៏មិនហ៊ានមកអញ្ចឹងថ្ងៃនេះគឺគាត់ឃើញផ្ទាល់ភ្នែកគាត់ថាមុនហ្នឹងបើសិនជាគាត់មិនចេះអីខ្លះទេគឺ3អ្នកហ្នឹងគឺអត់រួចខ្លួនទេរួមទាំងគាត់ប្រហែលជាអាចនឹងស្លាប់នៅវាលវែងហ្នឹងហើយវាលតៃហោងហ្នឹងហើយព្រោះអីចាស់គេប្រាប់ថាឲ្យតអ្នកចូលមកកម្រចេញទៅវិញណាព្រោះគេយកធ្វើគ្នាគេយកទុកនៅហ្នឹងហើយគាត់គិតថាវាជារឿងដែលកើតឡើងយូរឆ្នាំហើយវាមិនអីទេតែជាក់ស្ដែងទោះបីជាកើតឡើងយូរឆ្នាំតែបច្ចុប្បន្នក៏នៅតែមានហើយតាំងពេលនោះមកបងភក្តីរួមជាមួយនឹងបងសានរួមជាមួយនឹងអ្នកភូមិអ្នកស្រុកហ្នឹងគឺគេអត់ហ៊ានទៅតំបន់ហ្នឹងទេគឺគេហៅថាតំបន់វាលខ្មោចវង្វេងឬក៏តំបន់វាលខ្មោចតៃហោងដែល
ដឹងថាដោយសារតែអីបានវិញឬក៏ចែកដនគាត់វិញពីណាពីណីមកដល់តំបន់ហ្នឹងគាត់ស្លាប់គឺព្រលឹងវិញ្ញាណរបស់គាត់គឺនៅវិលវល់ហើយសំបីតែសំឡេងសัตว์ណាបងប្អូនគាត់និយាយតែសំឡេងសัตว์ព្រៃសំឡេងសัตว์រៃសំឡេងសัตว์អីក៏គ្មានដែរពេលដែលចូលក្នុងតំបន់ហ្នឹងអញ្ចឹងអានេះគឺជារឿងរ៉ាវដែលកើតឡើងចំពោះបងភក្តីបងវិធីពូផែនកើតឡើងតាំងពីឆ្នាំ2014អញ្ចឹងថ្ងៃនេះមានតែមួយសាច់រឿងនេះទេសម្រាប់បងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តអ្នកស្ដាប់របស់ Channel ដំណើរខ្មោច2សូមអរគុណជួបគ្នានៅវីដេអូក្រោយ